Ok, dù đây là thiệt ảo thì chẳng là dân chụp nhiều vào tiệt hết chẳng không phải đó đấy đôi tay này thì ban khơi ấy thì nhom trăng và riêng nếu pi rồi bia bằng cao server được không game Minecraft bà chẳng riêng cao server hosting vào việc và chẳng sao bà cao trong bay ấy và cao đọc bây giờ kỳ trở lên là bây dương bị lại thà ở dương là bay không và chẳng cao bà cao server nó cứដូចខ្ញុំបានប្រាប់កាលពីវីដេអូលើកមុនអញ្ចឹង server វាមានពីរប្រភេទបាទ server មួយគឺ server យើងផ្ទាល់ខ្លួនserver គេហៅថាserver របៀប private ណាគឺតើឡើយយើងចូលលេង world របស់យើងបានយើងបានគេចូលលេងជាមួយយើងកើតហើយចំពោះ server លើកនេះគឺមិនបាច់ចាំយើងចូលក៏គេអាចលេងជាមួយយើងបានដែរបាទអញ្ចឹងថាសួរថាគេបង្កើត server តាមបាទអញ្ចឹងសូមតាមអានអស់នេះអញ្ចឹងទី1ឲ្យគេចូលនៅក្នុង Play Store មកបាទពាក្យថា Lead server ទីទៅខ្ញុំសូមកាន់តិចការបង្កើត server វាមានកម្មវិធីច្រើនហើយនឹងកាត់ការធ្វើតាម website អីទៀតតែលើកនេះគឺខ្ញុំសូមបង្ហាញតែ Lead server តែប៉ុណ្ណោះបាទអញ្ចឹងអូខេយើងវាយ Lead server អញ្ចឹងមកហើយយើង search មកឃើញលើគេនេះបាទ Lead server for Minecraft PE បាទ Minecraft Pocket Edition ហ្នឹងហើយបាទអញ្ចឹងអូខេអ្នកនរគ្រាន់តែ install កម្មវិធីហ្នឹងមកឥឡូវខ្ញុំសូម install អញ្ចឹងការបង្កើត server ហ្នឹងមិនមែនតែយើងបង្កើតហើយនោះទេគឺយើងធ្វើការគ្រប់គ្រងវាហើយយើងមាន credit ដើម្បីដាក់គេលេងនិយាយទៅវាអត់សូវស្រួលប៉ុន្មានព្រោះការបង្កើត server ហ្នឹងឥឡូវវាកំពុង install អញ្ចឹងកំពុង download អញ្ចឹងយើងរងចាំវាបន្តិចបាទហើយវាកំពុង download អញ្ចឹងខ្ញុំសូមចូល Minecraft បន្តិចខ្ញុំសូមនិយាយក្នុង Minecraft បន្តិចតើតើនឹង Minecraft អញ្ចឹងបងប្អូននាងបើសិនជាអ្នកអស់គ្នាអត់ទាន់មាន Minecraft ឬក៏មិនដឹង download វាតាមណាបើសិនជាយើង download តាម Play Store គឺវាគិតលុយអញ្ចឹងយើងអាច download វានៅលើកម្មវិធី AppTort ចាំខ្ញុំដាក់ link កម្មវិធី AppTort ហ្នឹងនៅខាងក្រោមបាទអូខេអញ្ចឹងនេះគឺជា screen របស់ខ្ញុំខ្ញុំចុច play ហ្នឹងអូខេអញ្ចឹងដូចដែលអ្នកបានឃើញនេះគឺ server របស់ខ្ញុំមកចឹងសារមានបញ្ហា Xbox អញ្ចឹងអ្នកអាចឃើញនេះគឺ server របស់ខ្ញុំនេះបាទ server បានខ្មែរប៉ុន្តែខ្ញុំអត់ទាន់បានដូរវាទេព្រោះយើងត្រូវការដូរវាយើងត្រូវការ credit ច្រើនដើម្បីបដូរឈ្មោះវាចេញបាទអញ្ចឹងឈ្មោះserver address របស់ខ្ញុំនេះ ityf.playmc.pe បាទ port ហ្នឹងគឺ63622បាទនេះឃើញបាទដូចនេះបាទគឺចឹងអានេះគឺខ្ញុំរៀប style វាបន្ថែមមកវាមើលទៅវារៀងស្អាតបាទអូខេចឹងអ្នកអាចចូលលេង server របស់ខ្ញុំបានបើសិនជាអត់ចង់បង្កើត server ខ្លួនឯងហើយបើបង្កើតទៅនិយាយទៅគឺវាពិបាកគ្រប់គ្រងបាទមុននឹងខ្ញុំគ្រប់គ្រងបានល្អប៉ុណ្ណឹងហើយវាខ្ទេចអស់ server 2 3ហើយអូខេកុំនិយាយច្រើនពេកឥឡូវយើងមកមើលរបស់យើងវិញឈិតពេញហើយខ្ញុំសូមផាសវាសិនដើម្បីឲ្យវាដំណើរការចប់ហើយចំពោះបងប្អូនជាច្រើននៅ comment ឲ្យខ្ញុំលេង Minecraft តែខ្ញុំអត់សូវមានពេលលេងបើលេងមានតែលេង server របស់ខ្លួនឯងអញ្ចឹង
យើងត្រូវការ Wi-Fi ដើម្បីចូលលេងបាទឥឡូវយើង download ពេញហើយអញ្ចឹងដំបូងខ្ញុំបរៀនបង្កើត server រួចហើយខ្ញុំរៀនគ្រប់គ្រង server នឹងបន្ថែមតិចទៀតបាទអញ្ចឹងយើង open វាមកអូខេដល់ហើយខ្វាយវិញអត់ចង់អូខេចឹងនេះគឺអានេះ server របស់ខ្ញុំលើកមុនតែវាអត់ដឹងមិនវាឡើងមកវិញចឹងដើម្បីបង្កើត server មួយបានតែអ្នកនរថាជាអត់ចេញសិននេះចេញចឹងក៏បានដែរតែអីដែរអ្នកចុចនៅកន្លែងនេះ click here to register បាទឈប់ខ្ញុំសុំ log out ចេញសិនចឹងដោយសារខ្ញុំវាបាន sign in រួចហើយចឹងវាជាប់នឹងចឹងចាំមើលពេលចូលដំបូងចឹងណាអូខេចឹងវានឹងចេញបែបនេះមកបាទចឹងយើងគាត់អស់វាម្នេះហ៎បាទហើយមកដល់នេះចឹងយើងជ្រើសរើសយកអាលើគេនេះយើងយកអាពណ៌បៃតងខាងលើគេហ្នឹងជូតថាវាចេញអសចឹងទេវាថាវាពេលខ្លះអត់មានអសចឹងចឹងអូខេយើងចុចអាខាងលើហ្នឹងមកបើសិនជាអាក្រោមគឺ log in តោះយើងមានហើយបាទយើងចុចខាងលើហ្នឹងហើយវានឹងដល់ហ្នឹងចឹងនេះគ្រាន់តែចុចclick here to register ឡើងហ្នឹងមកបាទចឹងយើង register email មួយបាទយើងត្រូវការ email មួយឥឡូវខ្ញុំសូមដាក់ email អីចឹងចាំតិចបាទខ្ញុំសូមដាក់នេះមួយចឹង email ហ្នឹងគឺយើងត្រូវតែមាន email បាទ email ដែលយើងបង្កើតហើយបើមិនយើងអត់បង្កើតទេយើងទៅបង្កើតមួយទៀតសិនទៅបង្កើតមួយសិនទៅបាទហើយ password អានេះខ្ញុំក៏រណាបង្កើតសាកល្បងជាឧទាហរណ៍ឲ្យអ្នកនេះបាទអញ្ចឹងអាខាងលើ password ពីរហ្នឹងគឺដូចគ្នាចូលបាទចឹង password ពីរហ្នឹងគឺដូចគ្នាបាទវាឲ្យយើង verify password នឹងសារថ្មីអូខេអញ្ចឹង email នេះគឺយើងត្រូវមានបាទមិនមែន email យើងដាក់ជាតែដាក់ចោលទេបាទបន្ទាប់ពីយើងមកពេញបែបនេះហើយយើងចុច send verify send email បាទនេះគឺវាឲ្យយើងទៅឆែកមើល email បាទវាបានផ្ញើទៅឲ្យចូល email មកចូលកម្មវិធី email របស់យើងមកអូខេចាំមើលសិនអូខេនេះគឺនៅខាងលើគេនេះបាទគេដាក់ថា verify your email with list អូខេអញ្ចឹងយើងចុច click to verify email មកអូខេ email របស់យើងបាន successfully verified អូខេអញ្ចឹងយើងអាចប្រើប្រាស់ server របស់យើងបានហើយអញ្ចឹងរួចរាល់យើងចុច log យើងចុច login វិញចាំ email របស់យើងមិញអញ្ចឹងសូមអ្នកនេះតាមឲ្យទាន់បាទព្រោះវាទៅនិយាយរួមទៅវាមិនទៅពិបាកបានទេប៉ុន្តែបើសិនជាយើងមើលអញ្ចឹងវារៀងពិបាកហើយចឹងនេះយើង login ហើយបើសិនយើងអត់ចង់ login នេះយើង create server បាទអូខេរួចរាល់ចឹង server នេះវាដាក់ឡើងនេះ server register it to
bà email bao giờ bà chẳng cứ rủi ro lấy chân đi cứ server IP anh ấy cứ port bà một nó còn là giờ nâng từ vì đặt lên mạng cam đấy bây giờ mới bà anh đọc vào môi 24 dot pocket dot pe môi 24 bà cái châu Minecraft chẳng server nó cứ như là toàn bán thưa ấy đây cứ đang bị như bà kia mà là mó thì thòm đa chân chậu nhưng châu Minecraft và dương sánh và chẳng như chụp play nghe được thấy dương chụp lại đi máu và hãy đã server IP và hiệu máu mà nó cứ ấn đọc muối hạ buồn và dot pocket dot pe mình chăng này mưa dẫn này hay port còn muối hạ buồn và hay server nám như đẩy của bạn đấy anh đi trong con đại ai chút sale chẳng này là bao nhiêu mấy đi những ai cho với bạn dạ lẹ nãy bao việc tập bóng về khai chơi nhưng cho bạn nhưng chưa ngon là xong rồi ok nhưng cho ra mấy nhung plate prap mình hay nhung có plate luôn ai đấy bánh nhưng ở toàn ban river vòng châu được server đấy chắc những chuyện lại map này mà nhung cho lom đi những chuyện lại map đi nhưng rơ server mũi na river mình ai nhưng chẳng rơ mất chẳng giờ má bạn đi ao free đi chẳng thôi là nhung chẳng giờ này và những chuyện về cái plate cả đây lại rủi ro và tao bây giờ rồi mà bụi hết nhưng cho từ ra bao nhiêu với chẳng nhom xong tôi không bánh ra nhom lịch đi sẽ bị áp trâu chẳng về nhưng rồi hỏi nhiều bạn tao bây giờ rồi hay dừng chơi kri hàng cao này mua tiền đấy cho mà trả ok xong chấm tích ấn đọc vào mũi 24 đọc vào cái bật pe ok cho với ok chẳng tôi bây giờ bật cả login register cho hay dừng login cho rồi hỏi dừng rơ vờ tội về rơ vờ là những chất kri lơ vờ luôn tới hàng cao mất hỏi dừng cho mạnh cả bà dương vay server IP server đi tới cho thôi bà ngất chân rồi đây server IP vậy port trong tới cho rồi bà ok việc kia thiếu ok gật đây
ជប់ខ្ញុំសុំដាក់ថតមួយឬមួយក៏វាងឹតចឹងតើអូខេចឹងបើសិនជា Word នឹងអត់ទៅល្អអីអ្នកនេះអាចដូរ Word បានបាទចឹងអូខេចឹងប៉ុណ្ណឹងចឹងបើសិនអ្នកចង់ដូរ Word ចូលមក list server របស់យើងមិនវិញមកវាហើយយើងជ្រើសរើស Word មួយណាយើងចង់យកទៀតមកបាទនេះគឺ flat នេះបាទអូខេប៉ុណ្ណឹងអញ្ចឹងមួយទៀតតទៅនឹងការគ្រប់គ្រងវាចូលមក setting នេះបាទអញ្ចឹងនេះបើសិនជាយើងចង់បិទ server នឹងឡើងនេះបាទយើងចង់ឲ្យវា online ឬក៏ off អញ្ចឹងបើសិនជាយើងអត់ចង់ឲ្យគេលេងនេះឥឡូវយើងចុចបិទអញ្ចឹងមកគឺគេចូលលេងអត់បានទេបាទ server ហ្នឹងអញ្ចឹងសិនជាគេចង់លេងបើសិនជាយើងឲ្យគេលេងយើងបើកអាហ្នឹងហើយយើងឲ្យ server IP អាហ្នឹង port ទៅគេទៅគឺគេដាក់ចូលលេង server របស់យើងតែហ្មងបាទ server របស់យើងហើយអានេះ server name បាទយើងអាចដាក់ name server របស់យើងបានឧទាហរណ៍បែរ server ចឹងណាអូផ្លេចវាឲ្យដាក់ add ឈប់ចាំតិចបាទវាឲ្យដាក់ add នៅខាងមុខហើយវា change ទៅគេរួចរាល់ចឹង server របស់យើងគឺខ្មែរ server ហើយបន្ទាប់មកទៀតនេះគឺ admin ហើយនឹង off អញ្ចឹងអ្នកនេះអាចដាក់ admin ចូលបាទយើងឧទាហរណ៍ថាគេចង់បាន admin ណាគេចូល server របស់យើងគេចង់បាន admin យើងដាក់មកក៏ដាក់ឈ្មោះគេចឹងទៅយើងដាក់ឈ្មោះមកហើយយើងដាក់ឈ្មោះ skin របស់ខ្ញុំនេះដាក់ឈ្មោះបានកាសរបស់ខ្ញុំបាទអញ្ចឹង username អញ្ចឹងបើសិនជាយើងវាយខុសគឺវាអត់ត្រូវទេអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវវាយឲ្យត្រូវពាក្យរបស់គេបើមិនគេអត់តូចយើងដាក់តូចហ្នឹងបាទហើយយើងចុច add player អញ្ចឹងបាទហើយបើសិនជាយើងចង់ remove វាចោលវិញយើងគ្រាន់តែចុចលើហ្នឹងហ្នឹងបាទចុចលើហ្នឹងទៅណានេះរួចរាល់អញ្ចឹងខ្ញុំសូមដាក់វិញបាទអញ្ចឹងប៉ុណ្ណឹងហ្នឹងហើយមួយទៀតចំពោះ game mode បាទនេះ game mode ហ្នឹងគឺយើងជ្រើសរើស survival creative បាទអញ្ចឹងបាទអញ្ចឹងបើសិនជាយើងអត់ចង់លេង creative យើងចង់លេង survival យើងយកមកយើងរើសមក game mode មួយណាដែលយើងចង់លេងបាទហ្នឹងវារួចរាល់ពី survival វិញហើយចំពោះ multiplayer ខាងក្រោមបន្ទាប់ទៀតបាទមើលកម្មអញ្ចឹងវគ្គនេះគឺយើងត្រូវការ credit ច្រើនអ្នកឃើញ credit របស់យើងបាន31ទេបាទហើយបើសិនជាយើងរើស5នាក់គឺមួយថ្ងៃវាកាត់ដល់10 credit បាទ10 credit នេះយើងអាចលេងបាន5នាក់អញ្ចឹង10 credit នេះវាមិនមែនកាត់តាមមួយពេលទេ10 credit ហ្នឹងគឺវាកាត់មួយថ្ងៃវាចែក10ទៅហើយឃើញប្រហែលមកវាកាត់ប៉ុណ្្នឹងហើយបាទអញ្ចឹងនេះ100អស់799 credit អញ្ចឹងយើងអត់មានទេយើងមានតែប៉ុណ្្នឹងបាទ10ក្បាលហើយបន្ទាប់ទៀតគឺ server version អូអញ្ចឹងអានេះមាន version ច្រើនអីយ៉ាអូខេអញ្ចឹងប៉ុណ្ណឹងសិនបាទហើយនេះអាចសាយជឿមើលខ្លួនឯងបន្ថែមទៀតបាទអញ្ចឹងខ្ញុំបង្ហាញអត់ទេអញ្ចឹងអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយចាំលើកក្រោយទៀតខ្ញុំបង្ហាញពីការបង្កើត server នៅកម្មវិធីផ្សេងទៀតបាទអញ្ចឹងយើងអាចលេងអត់មានកម្មវិធីច្រើនទៀតតែយើងអត់ដឹងបាទ
ចឹងប៉ុណ្ណឹងសូមកុំភ្លេច like វីដេអូហើយនិង subscribe channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូល្អៗពី channel របស់ខ្ញុំទៀតបាទអរគុណ